ទេសភាពវាលស្រែដែលមានកន្លែងខ្លះត្រូវបានច្រូតកាត់តែមួយខែមុនយើងឃើញថាមានស្រូវមានអីហ្នឹងឥឡូវមានកន្លែងខ្លះព្រោះហើយទឹកនេះគឺហូរមកពីកំពង់ស្ពឺទឹកនេះជាបន្លាយហើយទឹកបន្លាយហ្នឹងអាចហូរចាក់ដល់ទន្លេមេគង្គខាងតាខ្មៅទៅដល់ទៅហូរដល់អីហើយនេះគឺប្រជាជនគាត់បាយសណាប់ណាយើងឃើញហ្នឹងគឺគាត់បាយសណាប់ហើយបងប្អូនខ្លះក៏ដាក់រឹងចាំដេញចាប់ស្រុកណាហើយនៅខាងនោះវិញគឺខៀវខ្ចីមកនោះខាងនោះគឺខៀវខ្ចីមកបានតែគាត់ព្រោះហើយចឹងស្រូវក៏ដុះបានល្អចឹងណាដោយសារសម្បូរទឹកព្រោះទឹកនេះហូរមកបានឆ្ងាយណាហើយយើងដើរពីហ្នឹងទៅយើងដើររហូតដល់ផ្លូវជាតិលេខ3អញ្ចឹងសម្បូរទឹកក្នុងការធ្វើស្រែតែបើកទំនប់ទៅពីលើមកគឺទឹកមកហើយខែនេះខែភ្លៀងទៀតទឹកដែលហូរតាំងពីភ្នំស្រួយតាំងពីអូរ៉ាល់មកតាមភ្នំស្រួយតាមអីមកណាហើយនេះអ្នកភូមិយើងហ្នឹងគាត់ធ្វើស្រែគាត់ព្រោះសាបព្រោះឡើងខៀវមើលខៀវខ្ចីយ៉ាងល្អឃើញទេហើយទឹកឡើងពេញនេះមេឃភ្លៀងទឹកឡើងពេញល្អគាត់ស្រួលបូមទឹកធ្វើស្រែហើយធំក្លិនស្រូវឡើងឈ្ងុយហើយមិនទាន់លូតលាស់ទេស្រូវគាត់នៅជាសំណាបឡើយតែសំណាបនេះពួកគាត់មិនដកទេគឺពួកគាត់ទុករហូតដល់ស្រូវនឹងធំណែថាយើងព្រោះហើយយើងទុកតធំយើងអត់ទៅស្ទូងទេតាមការបានស្មានណាហើយជាគាត់ស្ទូងហើយគឺទុកតស្រូវនឹងចេញផ្លែចេញគ្រាប់ហើយបានច្រូតកាត់ឲ្យម៉ាស៊ីនច្រូតកាត់យកតែម្ដងនៅខាងមុខនោះខាងមុខហ្នឹងគឺផ្លូវជាតិលេខ3ហើយបាទនៅខាងមុខហ្នឹងគឺផ្លូវជាតិលេខ3យើងដើរប្រហែលជា5គីឡូអីហ្នឹងដល់ហើយដល់ផ្លូវជាតិលេខ3ហើយមិនឆ្ងាយទេឥឡូវផ្លូវឈូសតលាអញ្ចឹងទៅយើងអាចធ្វើដំណើរមកខៃសបានតាមបន្លាយហ្នឹងហើយផ្លូវធំជីឡានទៅមក2 3ហើយនៅក្នុងទឹកនេះបើសិនជាដាក់ទូកទៀតជិះមកអែមមានបងប្អូនយើងខ្លះគាត់មកធ្វើស្រែធ្វើចំការហើយគាត់មកស្ទូចត្រីបងសណាញ់អីហ្នឹងបានត្រីតែតាបានដែរខ្លះទៅស្ទូចត្រីអីចឹងណាចឹងទេសភាពសុខសាន្តយើងមានកន្លែងស្អាតនេះយើងអាចដើរហាត់ប្រាណស្រូបខ្យល់អាកាសបរិសុទ្ធដើម្បីសុខភាពផងមើលទេសភាពវាលស្រែផងមើលទឹកហូរ